បាទនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលមានការយោគយល់គ្នាបាទឥឡូវយើងបន្តព័ត៌មានករណីគឺផ្ដល់ប្រាក់ឧបត្ថម្ភទៅដល់កុមារដែលទទួលបានជ័យលាភីក្នុងកម្មវិធីប្រកួតផាត់ពរគណនេយ្យបញ្ញើស៊ូពីបាទយើងឃើញថាធនាគារមេបេងប្រកួតទឹកប្រាក់ជូនកុមារម្នាក់ដែលឈ្នះរង្វាន់បាទកម្មវិធីប្រកួតផាត់ពរគណនេយ្យស៊ូពីរបស់ធនាគារមេបេងបានជ្រើសរើសនិងស្វែងរកកុមារដែលទទួលជ័យលាភីចំនួន3រូបក្នុងការបង្កើតគណនេយ្យបញ្ញើនិងសន្សំប្រាក់នៅក្នុងវ័យកុមារដើម្បីជួយលើកកម្ពស់ទៅដល់ការសិក្សានិងបង្ហាញអំពីទេពកោសល្យក្នុងការបញ្ចេញនូវសមត្ថភាពនិងការច្នៃប្រឌិតរបស់កុមារកម្ពុជានៅក្នុងពិធីប្រកាសអ្នកឈ្នះជ័យលាភីនៅក្នុងកម្មវិធីប្រកួតផាត់ពរគណនេយ្យស៊ូពីរបស់ធនាគារមេបេងកាលពីពេលថ្មីនេះលោកលីទៀនបូនាយកប្រតិបត្តិធនាគារមេបេងប្រចាំនៅប្រជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាកម្មវិធីប្រកួតផាត់ពរនេះបានប្រពទៅស្របពេលដែលមានការបដិញ្ញាចិត្តក្នុងការបង្កើតនៅទម្លាប់សន្សំប្រាក់ក្នុងវ័យកុមារដែលគណនេយ្យសន្សំប្រាក់សម្រាប់កុមារជួបពីរបស់ធនាគារមេបេងនេះគឺជាសេវាតែមួយគត់ដែលជួយសន្សំប្រាក់សម្រាប់កុមារដើម្បីផ្ដល់នៅកម្មវិធីរីករាយនិងកម្មវិធីពិសេសជាច្រើននៅក្នុងពេលតែមួយលោកបានបញ្ជាក់ទៀតថាតាមការកត់សម្គាល់ឃើញថានៅក្នុងប្រជាណាចក្រកម្ពុជាមានកុមារអត្រាកុមារដែលមានគ្រួសារវ័យក្មេងកើនឡើងកាន់តែច្រើនដូច្នេះជាពេលវេលាដ៏សមស្របបំផុតក្នុងការណែនាំនិងបង្កើតនៅទម្លាប់សន្សំប្រាក់តាំងពីវ័យក្មេងនៅក្នុងគ្រួសារនិងសហគមន៍ដែលផ្ដល់នៅអត្រាការប្រាក់សមរម្យជាមួយនឹងលក្ខណៈពិសេសជាច្រើនសូមបញ្ជាក់ថាកម្មវិធីប្រកួតផាត់ពរគណនេយ្យបញ្ញើស៊ូពី Children Account Coloring Contest ដែលបានចាប់ផ្ដើមតាំងពីខែមិថុនារហូតដល់ខែធ្នូឆ្នាំ2013កន្លងមកនេះហើយបានជ្រើសរើសយកអ្នកឈ្នះជ័យលាភីចំនួន3នាក់ហើយជ័យលាភីទី1គឺទទួលបានទឹកប្រាក់ចំនួន$1000សហរដ្ឋអាមេរិកនិងលេខ2ទទួលបាន$300អ្នកលេខ3ទទួលបាន$200សហរដ្ឋអាមេរិកបាទនេះគឺកម្មវិធីសម្រាប់ឲ្យកុមារនឹងគាត់សន្សំប្រាក់ដើម្បីបន្តការសិក្សារបស់គាត់បាទចា៎លោកអ្នកឥឡូវនេះយើងបន្តទៅរឿង